ជួយផងក្មួយប្រុសអរគុណក្មួយឯងណាស់ដែលបានជួយជីវិតពូថ្ងៃក្រោយបើក្មួយឯងមានធរៈអ្វីអាចយកវត្ថុនេះមកស្វែងរកពូបានគ្រប់ពេលណាជប់ឡាភ្លាមទៅមិនអាចទៅមុខទៀតបានទេអាស្លាប់នេះឯងចង់ងាប់មែនទេវើយភ្នំនៅខាងមុខចិត្តបាក់ហើយអ្នកទាំងអស់គ្នាមិនអាចទៅមុខទៀតបានទេអាក្មេងអានេះថាពីណាមកហ្នឹងឆាប់ចេញឲ្យឆ្ងាយទៅភ្នំខាងមុខចិត្តបាក់ហើយទៅមុខទៀតលេងបានហើយពូក្មួយប្រុសពូមានការប្រញាប់ត្រូវទៅភូមិខាងមុខនេះណាប្រអប់ថ្នាំរបស់ខ្ញុំអាល្អិតឯងហ៊ានឆក់អីវ៉ាន់ផងហ៎អាក្មេងឈាមរាវនេះហ៊ានឆក់អីវ៉ាន់កណ្ដាលវាលហ្មងកុំទៅទីនោះអីព្រះអើយរឿងនេះមិននឹងអាចទៅរួចទៅលោកពូអ្នកមីងប្រអប់ថ្នាំនេះខ្ញុំសូមប្រគល់ជូនវិញអំបញ្ញមិញពិតជាគ្រោះថ្នាក់ខ្លាំងណាស់ខ្ញុំពិតជាគ្មានជំរឿទេទើបធ្វើបែបនេះក្មួយប្រុសអរគុណក្មួយណាស់ក្មួយប្រុសតើក្មួយឈ្មោះអីដែរខ្ញុំបាទឈ្មោះចិនហ្វាន់បាទចុះចាស់ទុំក្មួយណែណាប៉ាម៉ាក់ខ្ញុំគាត់ឡើងភ្នំបេះថ្នាំជួបគ្រោះថ្នាក់ស្លាប់តាំងពី3ឆ្នាំមុនម្លេះឥឡូវខ្ញុំរស់នៅជាមួយពូទី2ពេលថ្ងៃខ្វៀលគោកាប់អស់យប់ឡើងដេកក្នុងក្រោលគោតែពួកគាត់មានឲ្យបាយខ្ញុំហូបតើក្មួយប្រុសតើក្មួយចង់ចូលរៀនទេខ្ញុំអាចរៀនបានដែរមែនទេពូប្រកាសជាបានតើលោកពូខ្ញុំជួយអ្នកទាំងអស់គ្នាមិនមែនដើម្បីលុយទេស្ដាប់ពូណាចាប់ពីថ្ងៃនេះទៅក្មួយត្រូវតែទៅរៀនចំណែករឿងថ្លៃសាលា